អេសម្លាញ់រវល់ធ្វើអីឯងលៀងត្រីលៀងបន្លែទៀតការងារទាំងអស់នេះបង្ហាញឲ្យដឹងថាឯងជាប្តីល្អឪពុកល្អនៅក្នុងគ្រួសារតែក្នុងចំណោមមិត្តភ័ក្តិយើងណាឯងជាបរិសម្នាក់ដែលមិនចេះមើលការខុសត្រូវក្នុងគ្រួសារឲ្យប្រពន្ធបានដៃប្រើគ្រប់សពវាជាទួនាទីរបស់ប្រពន្ធឯងទេឯងកុំធ្វើអញ្ចឹងបើមិត្តភ័ក្តិយើងផ្សេងបានឃើញដូច្នេះតើពួកគេនឹងគិតបែបណាចំពោះឯងឃើញឡានដែលយើងជិះមកដែរទេយើងប្រឹងធ្វើការណាស់ចេញពីព្រឹកប្រឡប់ចូលផ្ទះយើងគ្មានពេលមកប្រឡូកប្រឡាក់ជាមួយនឹងការងារអស់ទាំងនេះទេវាធ្វើឲ្យយើងខាតពេលធ្វើការរកលុយឯងរៀនមើលចំណាំមិត្តភ័ក្តិផងត្រូវចាំត្រូវដឹងផងអូឯងមកផ្ទះខ្ញុំមកស្ដីបដៅខ្ញុំដល់ផ្ទះពីរឿងការងារផ្ទះដែលខ្ញុំកំពុងតែធ្វើនេះមែនទេអើបើមិនឲ្យខ្ញុំស្ដីបដៅឯងយ៉ាងម៉េចមើលតែទង្វើរបស់ឯងទៅថាវាយ៉ាងម៉េចដែរហៅប្រពន្ធឯងឲ្យមកធ្វើវិញទៅមិនបាច់ធ្វើអីទៀតទេកុំឲ្យប្រពន្ធបានចិត្តពេករឿងរៀបការគ្មានអ្វីគួរឲ្យខ្លាចព្រោះប្តីខ្ញុំគឺបែបហ្នឹងនាពេលព្រលឹមស្រាងអ្នកកំឡោះម្នាក់កំពុងតែបាច់ចំណីឲ្យមន់របស់គេខណៈដែលបង្អួចនៅលើផ្ទះក៏បើកមកភ្លាមដោយទម្លាក់យើងចុះមកក្រោមស្អីនឹងអូនទប់តមន់ល្ងាវសោះទម្លាក់ស្អីមកទៀតហើយបងកំពុងតែដាក់ចំណីឲ្យមន់បើក្រោកលឿនដូចហ្នឹងបញ្ញាប់លុបមុខដោះថ្មិញផងទៅកុំឲ្យពេលនិយាយទៅវាសាយភីក្លិនដាក់អ្នកដតីជាពិសេសក៏ប្តីតែម្ដងតើឲ្យបងឯងដាក់ទឹកក្នុងនឹងមកខ្ញុំចង់លុបមុខពីលើផ្ទះទៅបែបហ្នឹងកុំហួសហេតុពេកអូនអើយឆាប់ចុះមកងូតទឹកពីងក៏បានទឹកដងក៏បានដែរថ្មនេះមិនទាន់មានគេដើរកាត់ផ្ទះយើងច្រើនទេឆាប់ចុះទៅលើផ្ទះមកចុះទៅក៏បានដែរថាចប់ហើយសូរិយាចុះពីលើផ្ទះមកងូតទឹកពីងដោយប្រឌិតបានបាចចំណីមន់ស៊ីចំណីឲ្យច្រើនទៅដើម្បីឆាប់ធំយើងយកទៅលក់នៅផ្សារយកប្រាក់មកផ្គប់ចិត្តប្រពន្ធដើម្បីកុំឲ្យប្រពន្ធខឹងជាមួយយើងកាន់តែយល់ចិត្តយើងចេះដាំបាយធ្វើម្ហូបឲ្យប្តីខ្លះក៏ល្អដែរធ្វើឲ្យហូបរាល់ថ្ងៃសោះតែប្តីមិនចង់ហូបច្រើនជាងតែងតែចង់ធ្វើម្ហូបដោយខ្លួនឯងហើយក៏មិនចង់ពឹងប្រពន្ធទេបងឯងជាអ្នកនិយាយអញ្ចឹងទេមិនមែនខ្ញុំផងជាបងដែលនិយាយនោះតែអូនឯងដឹងឬក៏អត់ថាមូលហេតុចម្បងជាស្អីដែលធ្វើឲ្យបងនិយាយបែបនោះចេញមកបងរក្សាមាត់ឲ្យស្រួលទៅកុំនិយាយអ្វីដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រពន្ធឲ្យសោះអូខេបងមិននិយាយទេអញ្ចឹងងូតទឹកឲ្យលឿនទៅហើយទៅស្លៀកពាក់ចាំបងជូនទៅផ្សារទិញម្ហូបកំពុងតែប្រញាប់ហើយលោកពេសូរិយាស្លៀកពាក់រួចប្រឌិតបានដឹកប្រពន្ធទៅផ្សារតែម្ដងមកដល់ផ្សារឈប់ម៉ូតូងក់ប្រឌិតបានបន្លឺឡើងភ្លាមបញ្ញាប់ចេញមកវិញផងណាបងចាំនៅទីនេះកុំចូលកន្លែងណាហើយជាប់តែកន្លែងមួយនឹងពេកចាលោកប្តីសូរិយាចូលទៅក្នុងផ្សារបាត់អ្នកស្គាល់បានជិះម៉ូតូមកឈប់ក្បែរគេដោយដឹកប្រពន្ធមកផ្សារដូចគ្នាអាយ៉ាមកជួបគ្នានៅកន្លែងនេះតល់តែបានវៃខ្ញុំជូនប្រពន្ធខ្ញុំមកផ្សារហើយចុះឯងមកជាមួយនរណាដែរខ្ញុំមកជាមួយប្រពន្ធខ្ញុំមិនហ៊ានមកជាមួយអ្នកផ្សេងទេព្រោះប្រពន្ធមិនឲ្យមានអ្នកណាក្រៅពីប្រពន្ធទេអើវាពិតជាអញ្ចឹងហើយអូនឯងចូលទៅទិញអីវ៉ាន់ចុះបងចាំនាទីនេះប្រពន្ធរបស់គេប្រញាប់ចូលទៅក្នុងផ្សារភ្លាមហើយជីវិតប្តីប្រពន្ធខ្ញុំរាល់ថ្ងៃនៅសល់តែឈ្មោះទេខ្ញុំជាមួយប្រពន្ធខ្ញុំហាក់ដូចជាអ្នកដតីទៅហើយពួកយើងលែងចោះសម្រងនឹងគ្នាហើយមិនក៏คล้ายទៅជាបែបហ្នឹងរវាងអ្នកទាំងពីររង្គោះរង្គើជាមួយគ្នាពីរឿងអីមែនទេជាប្តីប្រពន្ធនឹងគ្នាសម្រួលគ្នាទៅកុំដល់ថ្នាក់ឆ្លោះប្រកែកបំបែកផ្លូវគ្នាអីព្រោះថាមុនពេលយើងជាប់ជំពាក់គ្នានេះតាំងតែពីថ្ងៃស្គាល់គ្នារហូតដល់ចូលរោងការឆ្លងកាត់ពេលវេលាលំបាកជាមួយគ្នាក៏មិនតិចដែរឯងបាននៅក្នុងផ្ទះជាមួយខ្ញុំផងឯងមិនដឹងទេថាខ្ញុំស៊ូទ្រាំយ៉ាងណាក្នុងការរស់នៅជាមួយគ្នាពួកយើងលែងដូចមុនលែងចេះយោគយល់គ្នាហើយបាយទឹករៀងខ្លួនគ្រាន់តែប្រពន្ធខ្ញុំនៅបន្តដាំបាយធ្វើម្ហូបឲ្យខ្ញុំហូបព្រោះតែពួកយើងកំពុងតែសម្ដែងធ្វើជាប្តីប្រពន្ធល្អមិនចង់ឲ្យគ្រួសារខាងណារបស់យើងឃើញនូវភាពចម្រុងចម្រាស់របស់ពួកយើងទេអ្នកទាំងពីរគួរតែនិយាយគ្នាអំពីរឿងនេះបើមិនចង់ឈានដល់ដំណាក់កាលដែលបែកបាក់គ្នាទេយើងយល់គ្នាម្នាក់បន្តិចយូរទៅគង់តែត្រឡប់មកដូចដើមវិញទេ
ខ្ញុំមិនចង់ឲ្យឯងនិងប្រពន្ធឯងបែកបាក់គ្នាទេគួរតែបើកចិត្តទទួលខុសមុនទៅខ្ញុំមិនដឹងថាប្តីប្រពន្ធខ្ញុំអាចធ្វើអញ្ចឹងបានឬក៏អត់ទេតែក៏អរគុណឯងហើយណាដែលជួយណែនាំខ្ញុំរំពេចនោះសូរិយាបានចេញពីក្នុងផ្សារមកបងខ្ញុំទិញម្ហូបរួចហើយយើងទៅផ្ទះវិញទៅខ្ញុំទៅផ្ទះមុនហើយណាអូនឡើងម៉ូតូមកចាប់បងប្រឌិតដឹកប្រពន្ធចាក់ចេញពីក្នុងផ្សារភ្លេតខណៈដែលប្រពន្ធណាងបានចេញពីក្នុងផ្សារមកដូចគ្នាចូលផ្សារទិញរបស់បន្តិចបន្តួចសោះអីក៏យូរយ៉ាងនេះបងឆ្ងល់អូនឯងដែរធ្វើអីក៏យឺតបងមិនចង់មកជាមួយទេអង្គុយចាំរអ៊ូបើគ្រាន់បើជប់ផ្សារទិញបន្លែទិញម្ហូបខ្លួនឯងចោះកូនតែដឹងទេថាត្រូវគិតរោស្លោស្អីហូបនោះឡើងម៉ូតូមកឆាប់បានទៅផ្ទះកុំនៅផ្សារយូរពេកខ្លាចអស់ចំណាយកាន់តែច្រើនឆាប់ចេញទៅលឿនឡើងទៅអញ្ចឹងណាងបានបើកម៉ូតូចាក់ចេញពីផ្សារតែម្ដងនៅតាមផ្លូវកំពុងតែធ្វើដំណើរណាងបានឈប់ម៉ូតូនៅកន្លែងចាក់សាំងបងចាក់សាំងសិនម៉ូតូចិត្តអស់សាំងហើយខ្ញុំឃើញហើយបញ្ញាប់ហៅឲ្យគេមកចាក់មកខ្ញុំចង់ឆាប់ទៅផ្ទះអ្នកលក់ខ្ញុំចាក់សាំងមួយលីត្រស្របពេលជាមួយគ្នានោះអ្នកលក់ដែលជាមនុស្សស្រីបានចេញពីខាងក្នុងមកភ្លាមចាចាំខ្ញុំចាក់សាំងជូនអូនសៀវមែនទេហ្នឹងចាជីខ្ញុំបងឯងទៅណាមកណាដែរខ្ញុំទៅតែបើកតូបលក់អីវ៉ាន់នៅទីនេះសង្ឃឹមថាបងនឹងមកជួយមកធ្វើម៉ួយផងចាំបងមកជួយធ្វើជាមួយណាអូនដឹងតែបានឃើញមុខរាល់ថ្ងៃហើយចាអរគុណទឹកមុនហើយណាបងជាសង្សារចាស់មែនទេបានជាជជែកគ្នាណាតើពេលណាទៅបានចាក់សាំងឲ្យខ្ញុំនោះបើរវល់តែជជែកគ្នាយ៉ាងនឹងបានទៅដល់ផ្ទះឬអត់សៀវជាសង្សារចាស់បងយើងបែកគ្នាយូរហើយបងគ្រាន់តែចង់សួរសុខទុក្ខគ្នាអូនកុំប្រកាន់ច្រើនពេកអីខ្ញុំមិនបានប្រកាន់ច្រើនទេតែខ្ញុំអត់ចូលចិត្តតែប៉ុណ្្នឹងណែចាក់សាំងឲ្យលឿនឡើងមកខ្ញុំនឹងឆាប់បានទៅផ្ទះចាខ្ញុំកំពុងតែធ្វើហើយចាក់សាំងរួចរាល់នាងបានបន្តជជែកជាមួយសង្សារចាស់របស់គេសានិតបានជិះម៉ូតូត្រីទៅចោលប្តីរបស់នាងអូនមិនក៏ទៅចោលបងអញ្ចឹងផ្ទះឆ្ងាយផងចេះធ្វើអញ្ចឹងតកើតយល់តែចិត្តខ្លួនឯងអញ្ចឹងហើយទៅចេះតកើតរឿងមិនត្រូវគ្នានោះខ្ញុំគិតថាបងល្មមទៅផ្ទះដែរហើយកុំឲ្យប្រពន្ធបងខឹងជាងនេះអីបងទៅសិនហើយណាថាហើយគេក៏បានចាក់ចេញពីតូបលក់ចាប់ហួយសង្សារចាស់របស់គេភ្លាមប្រឌិតមកដល់ផ្ទះភ្លាមគេលាងត្រីលាងបន្លែស្របពេលជាមួយគ្នានោះមិត្តភ័ក្តិរបស់គេក៏បើករថយន្តមកឈប់នៅមុខផ្ទះរបស់គេហើយក៏បានចូលទៅសំណេះសំណាលជាមួយគ្នាសម្លាញ់រវល់ធ្វើអីឯងលាងត្រីលាងបន្លែទៀតការងារទាំងអស់នេះបង្ហាញឲ្យដឹងថាឯងជាប្តីល្អឪពុកល្អនៅក្នុងគ្រួសារតែក្នុងចំណោមមិត្តភ័ក្តិយើងណាឯងជាបរិសម្នាក់ដែលមិនចេះមើលការខុសត្រូវក្នុងគ្រួសារឲ្យប្រពន្ធបានដៃប្រើគ្រប់សពវាជាតួនាទីរបស់ប្រពន្ធឯងទេឯងកុំធ្វើអញ្ចឹងបើមិត្តភ័ក្តិយើងផ្សេងបានឃើញដូច្នេះតើពួកគេនឹងគិតបែបណាចំពោះឯងឃើញឡានដែលយើងជិះមកដែរទេយើងប្រឹងធ្វើការណាស់ចេញពីព្រឹកប្រលប់ចូលផ្ទះយើងគ្មានពេលមកប្រឡូកប្រឡាក់ជាមួយនឹងការងារអស់ទាំងនេះទេវាធ្វើឲ្យយើងខាតពេលធ្វើការរកលុយឯងរៀនមើលចំណាំមិត្តភ័ក្តិផងត្រូវចាំត្រូវដឹងផងអូឯងមកផ្ទះខ្ញុំមកស្ដីបដៅខ្ញុំដល់ផ្ទះពីរឿងការងារផ្ទះដែលខ្ញុំកំពុងតែធ្វើនេះមែនទេបើមិនឲ្យខ្ញុំស្ដីបដៅឯងយ៉ាងម៉េចមើលតែទង្វើរបស់ឯងទៅថាវាយ៉ាងម៉េចដែរហៅប្រពន្ធឯងឲ្យមកធ្វើវិញទៅមិនបាច់ធ្វើអីទៀតទេកុំឲ្យប្រពន្ធបានចិត្តពេកវាមិនមែនជារឿងដែលត្រូវបានចិត្តឬក៏អត់ចិត្តទេតែវាជាការងារក្នុងគ្រួសារខ្ញុំត្រូវតែជួយប្រពន្ធខ្ញុំអញ្ចឹងហើយមិនមែនជារឿងអន់ថោកអីនោះទេដែលជួយការងារប្រពន្ធដាំបាយធ្វើម្ហូបវាបង្ហាញឲ្យប្រពន្ធខ្ញុំឃើញច្រើនជាងថាខ្ញុំជាប្តីប្រភេទណាដែលចេះជួយយកអាសាប្រពន្ធបើគ្រាន់តែធ្វើម្ហូបខុសរួចចោះចុងភៅជាមនុស្សប្រុសជាច្រើនអ្នកនោះខុសដែរមែនវាមិនខុសទេតែនោះជាការងាររបស់គេធ្វើទៅបានប្រាក់តែឯងវិញធ្វើអត់បានប្រាក់ផងហ្នឹងគឺជារឿងពីរផ្សេងគ្នាជាចុងភៅគាត់ធ្វើបានប្រាក់នោះគឺជារឿងផ្សេងព្រោះនោះជាការងាររបស់គាត់ទៅហើយតែនៅក្នុងផ្ទះយើងក៏ជាចុងភៅដែរចុងភៅរបស់ប្រពន្ធជាចុងភៅផ្ទាល់ខ្លួនទៀតផង
ខ្ញុំធ្វើបែបនេះដើម្បីសុភមង្គលនៅក្នុងគ្រួសាររបស់ខ្ញុំមិនបានខុសឆ្គងទៅលើអ្នកដទៃទេតែបើសុកធ្វើឲ្យប្រពន្ធនឿយណាយហត់ចិត្តព្រោះផ្គប់ចិត្តប្តីមិនត្រូវពីរឿងបាយទឹកនោះទៅជារឿងដែលខុសឆ្គងមិនជួយប្រពន្ធហើយថែមទាំងល្អពីរឿងហូបចុកអត់ឈប់ទៀតកុំអាងតែថាខ្លួនឯងធ្វើការខាងក្រៅហើយមានសិទ្ធិគ្រប់យ៉ាងនោះគឺខុសហើយយើងមានសិទ្ធិដែរតែសិទ្ធិគោរពឲ្យតម្លៃគ្នាទៅវិញទៅមកការងារប្រពន្ធនៅក្នុងផ្ទះក៏ជាការងារដែរតាគ្រាន់តែខុសគ្នាម្នាក់ចេញទៅធ្វើការនៅខាងក្រៅម្នាក់ធ្វើការនៅក្នុងផ្ទះដែលយើងនិយាយជាមួយឯងនេះគឺយើងចង់ឲ្យឯងល្អតែឯងមិនស្ដាប់ហើយលើកហេតុផលមកច្រើនទៀតបើនៅតែអញ្ចឹងតទៅមុខទៀតឯងគ្មានស្អីល្អប្រើប្រាស់អង្គេទេរបស់ល្អមិនខ្វះទេខ្ញុំមានច្រើនណាស់តាឪពុកម្ដាយបង្កើតរបស់ខ្ញុំជាមនុស្សល្អឪពុកម្ដាយក្មេកខ្ញុំក៏ជាមនុស្សល្អហើយប្រពន្ធខ្ញុំវិញរឹតតែល្អជាងនឹងទៅទៀតព្រោះតែងតែមើលថែខ្ញុំពេលខ្ញុំឈឺថ្កាត់ពេលយប់ព្រលប់របស់ល្អបន្លែធម្មជាតិខ្ញុំក៏មានហូបមានដាំដាក់ជីដោយខ្លួនឯងទៀតអង្គក៏ធ្វើដោយខ្លួនឯងធ្វើស្រែមួយឆ្នាំដោយផ្ទាល់ដៃពីអ្នកប្តីប្រពន្ធតើមានអីទៀតដែលខ្ញុំមិនទាន់មានរបស់ល្អហើយនិយាយជាមួយឯងយ៉ាប់និយាយខ្លាំងណាស់ខ្ញុំទៅវិញហើយបំណងថាបបួលទៅនេះទៅនោះតែឯងដូចជាមិនសហការតលតែសោះស្រដីចប់មិត្តភក្តិម្នាក់នោះបើករថយន្តចាក់ចេញទៅសំណាងល្អហើយដែលប្រពន្ធខ្ញុំទៅទិញទឹកត្នោតជូរបាត់កុំអីត្រូវធ្ងន់ហើយបើប្រពន្ធខ្ញុំបានស្ដាប់ឮពាក្យសម្ដីទាំងអស់នេះនោះនាពេលរាត្រីសូរិយាជិះកង់ទៅដល់ផ្ទះឪពុកម្ដាយរបស់នាងដោយស្រែកពីមុខផ្ទះទៅប៉ោកម៉ែខ្ញុំខ្វះស្ករត្នោតសុំស្ករត្នោត1គីឡូមកហើយមកកាត់យប់ដើម្បីទៅសុំស្ករត្នោតពីម៉ែពុកមិនចេះប្រើប្តីមកទេអីកូនម្ដាយប្តីខ្ញុំចាប់អត់ខោអាវហើយមកកាត់ទេខ្ញុំមកជំនួសគាត់ណាម៉ែចាំពុកយកឲ្យយប់ល្ងិតហើយកុំចេះតែធាក់កង់ពេកជិះម៉ូតូវាលឿនជាងកង់ណាពេលឆ្កែដេញអីដាក់ងោងដល់ផ្ទះតែម្ដងខ្ញុំមិនចង់ឲ្យម៉ូតូអស់សាំងច្រើនទេអញ្ចឹងហើយខ្ញុំក៏ប្រើកង់ជិះមធ្យោបាយទៅវារហ័សហើយក៏មិនអស់សាំងដែរគ្រាន់តែហត់ក្នុងការធាក់បន្តិចណានេះមីអូនស្ករត្នោតយកទៅធ្វើបង្អែមមែនទេកូនចាខ្ញុំធ្វើបង្អែមនៅខោជើងជ្រូកស្អែកនេះណែប្តីខ្ញុំជាអ្នកធ្វើទេខ្ញុំគ្រាន់តែយកគ្រឿងផ្សំទេណាម៉ែអីទេអញ្ចឹងជិះប្រយ័ត្នប្រយែងផងណាតាមផ្លូវចាខ្ញុំទៅហើយណាពុកម៉ែសូរិយាបានធាក់កង់ចាក់ចេញទៅជាមួយស្ករត្នោតនៅក្នុងដៃរបស់នាងអើយម្យ៉ាងដែរកូនយើងបានប្តីមួយចេះសពគ្រប់សំណាងរបស់កូនយើងហើយដែលបានប្តីដោយកូនប្រសាយើងនោះគេមិនសូវចេះនិយាយច្រើនតែធ្វើច្រើនចាចូលទៅក្នុងវិញយើងសូរិយាធាក់កង់ផងច្រៀងផងនាពេលធ្វើដំណើរតាមផ្លូវតើមកទេឯណាដែលធ្វើមិនចេញហើយបើមកទេមិនចេញហើយអូនក៏មិនប្រច័ណ្ឌដែរតែគ្មានទេមកទេត្រូវតែហើយនាពេលមកដល់ផ្ទះវិញបងខ្ញុំមកវិញហើយយកស្ករឲ្យប្តីទុកធ្វើផ្អែមស្ករត្នោតខ្មែរជើងឆ្ងាញ់ណាស់ពុកទឹកតែធ្វើឲ្យថ្មីបងឃើញហើយចូលក្នុងផ្ទះមកឥឡូវនេះយប់ហើយចាំស្អែកចាំបងធ្វើឲ្យហូបចាតោះទៅរកកន្លែងដេកវិញទៅអមែនហើយប្រាក់ខែបងវិញនោះពេលណាបើកទៅចិត្តដល់ខែហើយទំពាក់កដាលខែសងអូនសួររកប្រាក់ខែបងទៅហើយបងអត់ទាន់បើកទេដល់ពេលបើកបងហុចឲ្យប្រពន្ធបងហើយទុកឲ្យសោះណាប្រពន្ធដឹងនឹងរឿងជាមួយគ្នាហើយបងមិនលួចលាក់លុយពីប្រពន្ធទេបងសន្យាដាក់ជីវិតខ្ញុំស្ងប់ចិត្តហើយតោះចឹងទៅបន្ទប់គេងណានាពេលព្រឹកឡើងប្រឌិតរៀបចំខ្លួនទៅធ្វើការសូរិយាកំពុងតែបាច់ចំណីដាក់ឲ្យមន់បងដល់ម៉ោងទៅធ្វើការហើយចាំពេលបងមកពីធ្វើការវិញចាំបងធ្វើបង្អែមនឹងខជើងជ្រូកឲ្យប្រពន្ធបងហូបចាខ្ញុំនៅផ្ទះរងចាំប្តីមែនហើយពេលថ្ងៃត្រង់បងមកបាយផ្ទះទេណែខ្ញុំអត់បានរៀបចំបាយទឹកសម្រាប់បងទេណាព្រោះតែខ្ជិលតិចតួចបងយល់
ប្រពន្ធបងខ្ជិលលេខ1មាននរណាឈ្នះទេបងទៅសិនហើយ ចាប្រឌិតចាក់ចេញពីផ្ទះបន្ទាប់ពីលាប្រពន្ធមានប្តីបែបនេះគ្មានអ្វីគួរឲ្យខ្លាចក្នុងការរៀបការឡើយព្រោះប្តីខ្ញុំជាមនុស្សបែបនេះនាពេលថ្ងៃត្រង់សូរិយាបានដើរក្រឡឹងដើមខ្នោស្របពេលដែលរមាក់ដឹកដូងក៏បានមកឈប់នៅក្បែរនោះដូចគ្នា អូនអញកលឹងដាំខ្នោអញ្ចឹងតើមានចេតនាអីមែន អីខ្ញុំមិនមានចេតនាអីទេខ្ញុំចង់បេះខ្នោព្រោះតែខ្នោនេះក្លិនក៏អប់ឈ្ងុយហើយតែមិនដឹងថាធ្វើមិនបានទេបើខ្នោខ្ញុំនៅខ្ពស់បែបនេះ ទុកឲ្យបងជាអ្នកបេះខ្នោនេះឲ្យអូនចុះទុកចិត្តលើបងតើណាអូនអញឈរចាំនឹងក្រោមនឹងហើយ ថាហើយគេក៏បានឡើងដើមខ្នោហើយយកខ្នោដែលទុំនោះយកមកតែម្ដង នេះជាខ្នោរបស់អូនបងបេះរួចហើយមានរង្វាន់អីសម្រាប់ឲ្យបងវិញទេបងចង់បានរង្វាន់ណាអូនឲ្យជាលេខទូរស័ព្ទឬក៏ថើបបងមួយខ្សើតក៏បានដែរអូន អីអត់កាត់ទេណាបងខ្ញុំមានប្តីហើយឲ្យលេខទូរស័ព្ទទៅប្រុសផ្សេងណាខ្លាចប្តីខ្ញុំប្រច័ណ្ឌហើយគាត់ប្រកាសជាធ្វើបាបខ្ញុំអរគុណហើយណាបងដែលបានឡើងទៅបេះផ្លែខ្នោនេះបងពិតជាមនុស្សល្អមែនសូរិយាបានប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះនាងភ្លេតរួចទាញទ្វារបិទក្រាំង បើដឹងថាមានប្តីរួចអញ្ចឹងខ្ញុំមិនទៅជួយទេ នាពេលរសៀលទៅហើយចាំផ្លូវប្តីមិនទាន់ឃើញប្តីមកដល់ផ្ទះទេសូរិយាឈរត្រេមទ្រោមនៅមុខផ្ទះខណៈដែលមិត្តភ័ក្តិរបស់ប្តីនាងបានឈប់មកទៅងក់នៅក្បែរនាង អូនប្តីអូនអញមកដល់ផ្ទះវិញហើយនៅ អីប្តីខ្ញុំអត់តាមមកផ្ទះវិញទេមានការអីជាមួយគាត់ទេផ្ដាំផ្ញើតាមខ្ញុំដែលជាប្រពន្ធរបស់គាត់បាន បងគ្រាន់តែចង់មកជួបមិត្តភ័ក្តិបងជជែកគ្នាធម្មតាតើអត់មានកិច្ចការអីសំខាន់ទេ ចាបើមិនមានអីសំខាន់ទេបងប្រាប់ទៅវិញសិនចាចាំពេលចាំបន្តិចចាំមករកគាត់ទៅបានជួបណាព្រោះប្តីខ្ញុំទៅនេះហើយបន្ទាប់ពីរៀបចំបាយទឹកឲ្យប្រពន្ធរួចនោះ ប្តីអូនអញឧស្សាហ៍ដល់ហើយណោះមកពីធ្វើការហើយរៀបចំបាយទឹកឲ្យប្រពន្ធទៀត ប្តីប្រពន្ធខ្ញុំជួយធ្វើគ្នាទេមិនមែនតែប្តីខ្ញុំម្នាក់ទេណា បងលាសិនហើយចាំថ្ងៃស្អែកចុះបងមករកប្តីអូនអញម្ដងទៀត ចាថាចប់ហើយនាងក៏បានចាក់ចេញទៅខណៈនោះប្តីរបស់សូរិយាក៏បានមកដល់ផ្ទះល្មមអូបងតបទៅមកវិញហ៎ថ្ងៃនេះមិនក៏យូរម្ល៉េះប្រពន្ធរងចាំផ្លូវយូរហើយមុននេះណាមិត្តភ័ក្តិរបស់បងក៏បានមកទីនេះដែរគឺព្រោះចង់ជួបបងដូចគ្នា មិត្តភ័ក្តិបងមករកបងមានការអីអូនអញមានបានសួរដែរទេ គាត់ថាមកជជែកធម្មតាគ្មានរឿងអីធំដុំទេ បើអញ្ចឹងចូលទៅក្នុងផ្ទះទៅបងនឹងបញ្ចេញស្នាដៃធ្វើបង្អែមឲ្យប្រពន្ធបងហូប ចាប្រឌិតនិងប្រពន្ធជួយគ្នារៀបចំបាយម្ហូបលុះឆ្អិនរួចរាល់ប្រឌិតបានបញ្ចេញស្នាដៃធ្វើបង្អែមទៀតផងបងបងធ្វើបង្អែមអីគេឈ្ងុយណាស់ខ្ញុំបេះខ្នោទុំមួយដូចគ្នាថ្ងៃនឹងនោះ បងធ្វើបង្អែមចេកខ្ទិះពេលរួចរាល់បងនឹងយកទៅឲ្យពុកម៉ែយើង ពុកម៉ែខ្ញុំសរសើរបងណាស់តែខ្ញុំជាកូនប្រកាសគាត់មិនដែលសរសើរទេស្អីបន្តិចក៏កូនប្រសាទដែរបានកូនប្រសាមួយនឹងណាលើកអួតគេពេញភូមិ ព្រោះថាបងបំពេញតួនាទីរបស់បងបានល្អមើលថែប្រពន្ធបងបានល្អឪពុកម្ដាយក្មេកឯណាដែលបន្ទោសកូនប្រសាបែបនេះមានតែកោតសរសើរថែម ត្រូវហើយព្រោះបងល្អមែនហ្នឹងអត់មានអីគួរឲ្យខ្លាចផងពេលដែលរៀបការជាមួយប្តីបែបហ្នឹងនោះ បាទបង្អែមឆ្អិនហើយបងយកទៅឲ្យពុកម៉ែយើងណាអូននៅក្នុងផ្ទះរងចាំបងព្រោះមេឃកំពុងតែភ្លៀងរលឹមស្រេចផង ប្រឌិតកាន់ស្រាក់បង្អែមជិះម៉ូតូចាក់ចេញពីផ្ទះលុះពេលមកដល់ផ្ទះឪពុកម្ដាយរបស់ខ្លួន ពុកម៉ែខ្ញុំធ្វើបង្អែមយកមកជូនពុកម៉ែពិសាកូនប្រុសពុកយប់ទៅហើយនៅឆ្លៀតយកអីមកផ្ញើពុកម៉ែទៀតដោយសារតែខ្ញុំបានធ្វើបង្អែមហើយនឹកដល់ពុកម៉ែហ្នឹងណាអរគុណហើយកូនដែលបាននឹកឃើញដល់ពុកម៉ែម៉ែកូនឯងរវល់ទៅងូតទឹកបាត់ទៅហើយចាំពុកប្រាប់ម៉ែកូនឯងឲ្យណាបាទពុកខ្ញុំទៅផ្ទះម៉ែក្មេកខ្ញុំសិន ប្រឌិតបានធ្វើដំណើរចាក់ចេញពីផ្ទះរបស់ឪពុកគេខណៈដែលនៅតាមផ្លូវគេក៏បានប្រទះនឹងមិត្តភ័ក្តិគេដែលកំពុងតែនៅតូបលក់ចាប់ហួយ នាងហើយថ្មនឹងហើយមិនតន់ចូលផ្ទះទៀតអីចេះឲ្យប្រពន្ធចាំផ្លូវទៅកើតដែរ
ខ្ញុំធុញនឹងប្រពន្ធខ្ញុំកំពុងតែរកលេសដើម្បីឲ្យប្រពន្ធខ្ញុំកាន់តែអស់ចិត្តពីខ្ញុំដោយខ្ញុំមិនចាំបាច់ហាមាត់សុំលេងមុនធ្វើអីអញ្ចឹងទៅផ្ទះរកប្រពន្ធឲ្យសម្រួលគ្នាទៅកុំបែកបាក់គ្នាអីអ្វីក៏អាចចាប់ផ្ដើមបានដែរណាឲ្យតែឯងមានចិត្តចង់កែប្រែចំពោះស្ថានភាពមួយនោះខ្ញុំជឿថាប្រពន្ធឯងមិនចង់ឲ្យទំនាក់ទំនងប្តីប្រពន្ធបែកបាក់គ្នាទេបើនិយាយលួងលោមយកចិត្តគ្នាត្រូវជីវិតប្តីប្រពន្ធឯងនឹងទទួលបានសេចក្តីសុខជាមិនខានទេទៅផ្ទះវិញទៅខ្ញុំទៅហើយណាប្រឌិតក៏បានចាកចេញទៅអតីតនិយាយត្រូវតាបើពួកយើងសម្រោះសម្រួលគ្នាត្រូវអ្វីនឹងប្រែជាល្អប្រសើរប្តីប្រពន្ធខ្ញុំលេងខ្នើសចិត្តជាមួយគ្នាទៀតហើយប្រឌិតមកផ្ទះឪពុកម្ដាយក្មេកគេក៏បានចូលទៅខាងក្នុងពុកម៉ែខ្ញុំយកបង្អែមយកមកជូនពុកម៉ែពិសាអូកូនប្រសាយើងតាហើយបាយទឹកហើយនៅកូនត្រូវការឲ្យពុកម៉ែរៀបចំបាយទឹកឲ្យហូបទេនឹងកូនប្រសាកូនឯងចេញពីធ្វើការយប់ហើយឆ្លៀតយកផ្អែមមកឲ្យពុកម៉ែទៀតចោះមីអូនកូនឯងគួរតែប្រើខ្លះទៅមេឃកំពុងតែអាលឹមស្រេចស្រាញ់ខ្ញុំខ្លាចប្រពន្ធខ្ញុំឈឺពុកម៉ែនេះបង្អែមដែលខ្ញុំបានធ្វើយូរធ្វើហូបម្ដងទេមិនដល់ថ្នាក់កាត់ជើងទេពុកម៉ែកូនឯងនេះណាពុកមានរបស់ឲ្យកូនណាចាំមកផ្លែតពុកឲ្យកូនឯងកូនប្រសាមើលថែកូនពុកបានល្អវាជាកដោបន្តិចបន្តួចពីពុកម៉ែថាចប់ហើយឪពុកក្មេកបានយកខ្សែកដែលមានបន្តោងព្រះពុទ្ធចូលមកឲ្យកូនប្រសាពុកឲ្យខ្ញុំធ្វើអីពុកទុកវិញចុះពុកម៉ែឲ្យហើយកូនឯងយកទុកពាក់ជាប់ខ្លួនទៅកុំប្រកែកជាមួយបំណងល្អរបស់ពុកម៉ែអីខ្ញុំអរគុណឲ្យពុកម៉ែដែលបានផ្ដល់របស់នេះឲ្យខ្ញុំលាសិនហើយបានប្រឌិតលីឪពុកម្ដាយក្មេកទៅផ្ទះរបស់គេវិញលុះពេលមកដល់ផ្ទះប្រឌិតក៏បានចូលទៅក្នុងផ្ទះស្រាប់តែផ្ទះងងឹតឈឹងអូនមិនផ្ទះល្ងឹតអញ្ចឹងអូននៅក្នុងផ្ទះឬក៏អត់ល្ងឹតឈឹងតែម្ដងសូរិយាអូនអើយនៅក្នុងផ្ទះឬក៏អត់សូរិយាក្នុងពេលជាមួយគ្នានោះសូរិយាបានកាន់នំខេកមកឈរនៅចំពោះមុខប្តីលោកប្តីថ្ងៃនេះជាថ្ងៃកំណើតរបស់បងដែលបងអាយុ30ឆ្នាំហើយណាក្នុងថ្ងៃនេះខ្ញុំទេដែលគួរតែអរគុណប្តីនោះដែលជើងបានរៀបការជាមួយគ្នាហើយបងក៏ជាប្តីល្អរហូតមិនប្រកាន់ការងារមនុស្សស្រីមនុស្សប្រុសទេបងធ្វើគ្រប់យ៉ាងបងភ្លេចឲ្យឈឹងថាវាជាថ្ងៃកើតរបស់បងរវល់ធ្វើការពេកលេងចាំថ្ងៃខ្លួនឯងកើតអស់ទៅហើយអរគុណប្រពន្ធព្រោះបងបានប្រពន្ធក្មេងផងបងត្រូវតែថ្នមចិត្តបន្តិចហើយធ្វើការមិនប្រចាំគ្នាថាជាការងាររបស់មនុស្សប្រុសឬក៏ការងាររបស់មនុស្សស្រីទេទើបជីវិតប្តីប្រពន្ធរបស់យើងមានសុភមង្គលបងនិយាយត្រូវគ្រប់យ៉ាងតែម្ដងត្រូវហើយត្រូវទៀតព្រោះបងជាប្តីអូនជីវិតគូរស់នៅជាមួយគ្នាមិនប្រចាំគ្នាពីរឿងការងារមនុស្សស្រីមនុស្សប្រុសជួយគ្នាដោយការយោគយល់នោះជីវិតជាប្តីប្រពន្ធកាន់តែមានរសជាតិបន្ថែមនិងមានសុភមង្គលកាន់តែខ្លាំង